បាទជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាថ្ងៃនេះយើងនឹងសិក្សាទៅលើផលមួយឈ្មោះថា Padlet បាទអញ្ចឹងយើងចូលទៅដល់សេចក្តីផ្ដើមបាទអញ្ចឹងមុននឹងលោកគ្រូអ្នកគ្រូសិក្សាទៅលើ Padlet ទី1យើងត្រូវដឹងទៅលើនិយមន័យបាទអញ្ចឹង Padlet គឺជាផ្ទាំងព័ត៌មាន Digital ហៅ Digital Canva ដែលអនុញ្ញាតឲ្យអ្នកបង្កើតផ្ទាំងសហការ Collaboration Board សម្រាប់ចែករំលែកឯកសាររូបភាពតំណភ្ជាប់ឬមតិយោបល់បានយ៉ាងងាយស្រួលក្នុងពេលតែមួយក្នុងនាមជាអ្នកអប់រំអ្នកអាចប្រើវាដើម្បីបង្កើតកិច្ចសកម្មភាពក្នុងថ្នាក់រៀនឬការប្រជុំបានយ៉ាងមានប្រសិទ្ធភាពម្យ៉ាងទៀតវាជួយជំរុញការចូលរួមរបស់សិស្សការពិភាក្សាជាក្រុមនិងការចែករំលែកធនធានសិក្សាប្រកបដោយភាពច្នៃប្រឌិតបាទអញ្ចឹងលោកគ្រូអ្នកគ្រូអាចយក Padlet នេះសម្រាប់ដាក់ឲ្យសិស្សបាទបង្ហោះកិច្ចការឬក៏ការសិក្សាជាក្រុមឬក៏សកម្មភាពក្នុងថ្នាក់បានភ្លាមហើយយើងអាចមើលឃើញខុសពីDrive បាទអញ្ចឹងយើងសូមទៅមកចំណុចទៀតបាទតកតងទៅនឹងការប្រើប្រាស់អញ្ចឹងទី1លោកគ្រូអ្នកគ្រូចូលទៅ Google Chrome ហើយវាយពាក្យថា padlet.com នៅពេលនោះលោកគ្រូនឹងឃើញលោកគ្រូនឹងឃើញផ្ទាំងមួយដាក់ឈ្មោះថា Padlet Visual Collaboration for Creative Work បាទអញ្ចឹងលោកគ្រូនឹងឃើញពាក្យមួយជួរពណ៌ខៀវហ្នឹងយើងគ្រាន់តែចុចទៅលើវាទៅបាទហើយយើងអាចជ្រើសរើសគម្រោង free សម្រាប់ឲ្យយើងប្រើប្រាស់ free ចំនួន3ក្តារបាទអញ្ចឹងខ្ញុំសូមបង្ហាញ slide សិនតិចទៀតខ្ញុំនឹងទៅបង្ហាញវីដេអូនៃការប្រើប្រាស់បាទសូមតទៅមួយចំណុចទៀតបាទអញ្ចឹងពេលដែលលោកគ្រូនឹងឃើញផ្ទាំងមិញយើងចុច select ចុចនៅលើពាក្យពណ៌ខៀវនឹងហើយវានឹងលោតពាក្យថា sign up it free អញ្ចឹងលោកគ្រូនឹងចុចលើហ្នឹងមកហើយនៅពេលដែលលោកគ្រូនឹងចុចដំបូងវានឹងឃើញឲ្យរើសជាតួនាទីតើលោកគ្រូនឹងចូលប្រើជាសិស្សជាគ្រូឬក៏ជា business អីចឹងជាដើមបាទអញ្ចឹងលោកគ្រូនឹងចុចកន្លែងផ្ទាំងពណ៌ផ្កាឈូកពាក្យថា sign up it free បាទពេលដែលលោកគ្រូចុចហើយវានឹងលោតផ្ទាំងមួយពាក្យថា login អញ្ចឹងលោកគ្រូកន្លែងនេះអាចជ្រើសរើសការភ្ជាប់នឹងបាន3របៀបទី1យើង login ជាមួយនឹង Google account បាទទី2យើង login ជាមួយនឹង account Microsoft របស់យើងហើយទី3 login ជាមួយនឹង Apple ID បាទអញ្ចឹងកន្លែងនេះលោកគ្រូចុចដើម្បីងាយស្រួលយើងចុចទៅលើ login with Google អញ្ចឹងយើងមានពាក្យ sign up ដោយប្រើគណនី Google បាទអញ្ចឹងនៅពេលដែលលោកគ្រូចុចលើនឹងហើយយើងនឹងឃើញបែបនេះបាទអញ្ចឹងចំពោះគណនីខ្ញុំផ្ទាល់គឺខ្ញុំ login ជាមួយនឹងបាទគណនី Google account របស់ខ្ញុំអញ្ចឹងលោកគ្រូចុចទៅលើរូបមនុស្សបាទឬក៏ឈ្មោះ account របស់លោកគ្រូខាងលើទៅហើយបើលោកគ្រូចង់អត់ទាន់មាន account ទេលោកគ្រូ add បើអត់ទាន់មាន load Google account នៅក្នុងទេគឺលោកគ្រូចុច use another account អញ្ចឹងលោកគ្រូអាចប្រើ account Gmail ផ្សេងទៀតបានបាទជាបន្តទៀតនៅពេលដែលលោកគ្រូចុចហើយយើងឃើញផ្ទាំងមួយបាទអញ្ចឹងនៅពេលដែលចូលទៅដល់ dashboard សូមចុចប៊ូតុង make a palette ជ្រើសរើសទម្រង់ផ្ទាំង layout ដែលអ្នកចង់បានបាទនៅក្នុងនោះយើងមានwall ដោយលោកគ្រូឃើញប្រអប់នៅក្នុងចតុកោណកែងពណ៌ក្រហមហ្នឹងបាទមានពាក្យថា wall សម្រាប់រៀបចំខ្លឹមសារជាជួរបាទអញ្ចឹងវាមានភាពសាមញ្ញមួយទៀតលោកគ្រូអាចជ្រើសរើសយក Canva ភ្ជាប់ចំណុចផ្សេងចូលគ្នាដោយសេរីបាទបន្តទៀតលោកគ្រូឃើញពាក្យថា save នឹងមានន័យថាធ្នើមានថាឲ្យសិស្សយើងឬក៏
យើងអាចដាក់ឯកសាររបស់យើងជាជួរតាមប្រធានបទមានចំណងជើងច្បាស់លាស់បាទមួយទៀតមានវាថា map បង្ហាញទីតាំងនៅលើផែនទីបាទមួយទៀត timeline បង្ហាញព្រឹត្តិការណ៍តាមលំដាប់ដោយពេលវេលាបាទអញ្ចឹងមុខងារនីមួយៗវាមានលក្ខណៈខុសប្លែកនិងលក្ខណៈពិសេសរៀងៗខ្លួនអាស្រ័យទៅលើការច្នៃប្រឌិតនិងការប្រើប្រាស់របស់លោកគ្រូអ្នកគ្រូផ្ទាល់ទៅតាមពេលវេលានិងស្ថានភាពជាក់ស្ដែងបាទជាបន្តទៀតបាទពេលដែលលោកគ្រូអ្នកគ្រូរើសផ្ទាំងPadlet ក្តារមួយណាហើយវានឹងលោតពាក្យបែបនេះអញ្ចឹងលោតបែបនេះគឺខ្ញុំមិញជ្រើសរើសពាក្យថាធ្នើពាក្យថា safe បាទអញ្ចឹងខ្ញុំចង់បើសិនខ្ញុំរើសបែបនេះមានន័យថាខ្ញុំចង់បង្កើតឲ្យសិស្សរបស់ខ្ញុំដាក់កិច្ចការជាក្រុមឧទាហរណ៍ section 1ខ្ញុំដូរទៅដាក់ពាក្យថាកិច្ចការក្រុមទី1ហើយយើងយកពាក្យថា add section កន្លែងនេះគឺយើងអឺសម្រាប់សរសេរថាកិច្ចការក្រុមទី2លោកគ្រូអ្នកគ្រូមាន5ក្រុមយើង add section នឹងបន្ថែមទៅហើយកូនសិស្សរបស់យើងឬក៏យើងអាចដាក់ឯកសារនឹងតាមផ្នែកនីមួយៗបានយ៉ាងមានរបៀបបាទបើសិនលោកគ្រូអ្នកគ្រូក៏លេខមើលលេខ1ខ្ញុំគូសកំពងនេះវាដាក់ my device link Padlet អញ្ចឹងកន្លែងនេះគឺលោកគ្រូអ្នកគ្រូឃើញចុចលើហ្នឹងទៅលោកគ្រូអ្នកគ្រូមើលខាងស្ដាប់ដែរពាក្យថា title អញ្ចឹង title ហ្នឹង my the link Padlet អញ្ចឹងកន្លែងនេះគឺយើងលុបពាក្យហ្នឹងចោលទៅយើងដាក់ឈ្មោះកិច្ចការPadlet របស់យើងតើ Padlet របស់យើងបង្កើតហ្នឹងសម្រាប់ធ្វើអីអញ្ចឹងសម្រាប់មេរៀនឬក៏សម្រាប់កិច្ចការអីអញ្ចឹងយើងដាក់ឈ្មោះសម្គាល់ដូចយើងឯកសារជា document អីផ្សេងតមទៀតលោកគ្រូអ្នកគ្រូឃើញកន្លែងលេខ2ហ្នឹងសម្រាប់ឲ្យសិស្សដាក់កិច្ចការចូលតាមក្រុមអញ្ចឹងនៅពេលដែលសិស្សយើងបង្ហោះផ្ទាំងហ្នឹងឲ្យសិស្សទៅសិស្សចុចកន្លែងបូកហ្នឹងមកសម្រាប់ដាក់កិច្ចការ upload កិច្ចការរបស់គាត់ចូលបានអញ្ចឹងការដាក់ចូលក្នុង Padlet នេះអាចដាក់ជារូបភាពបាទអញ្ចឹងបើកូនសិស្សយើងអត់ចេះវាឯកសារទេឲ្យគាត់ថតជាកិច្ចការផ្ទះមេរៀនអីចឹងមកដាក់ចូលក្នុង Padlet ហ្នឹងអញ្ចឹងកូនសិស្សឬក៏សិស្សដទៃទៀតក្នុងក្រុមផ្សេងក៏អាចមើលឃើញទាំងអស់គ្នាបាទសូមតបន្តទៀតចូលដល់ប៊ូតុងផ្ទាំងដដែលលេខ3គឺពណ៌នាពីគោលបំណងរបស់ Padlet យើងគឺទី1កន្លែង description គឺគុណគ្រូពណ៌នាមកថា Padlet ហ្នឹងចង់ឲ្យសិស្សដាក់អីអញ្ចឹងយើងអាចរៀបរាប់ពណ៌នាពាក្យពេចន៍ផ្សេងៗដើម្បីឲ្យអ្នកដែលគាត់ដាក់កិច្ចការក្នុង Padlet ហ្នឹងបានយល់ច្បាស់ពីគោលបំណងដែលយើងតម្លាក់ Padlet ឲ្យគាត់ដាក់កិច្ចការមួយទៀតលេខ4ដាក់ផ្ទៃខាងក្រោយឬក្របមុខមក wallpaper ហ្នឹងកន្លែងហ្នឹងគឺលោកគ្រូអាចដាក់រូបភាពទៅតាមកិច្ចការរបស់យើងបានបើគណិតជាយើងអាចដូរដាក់ទៅជារូបភាពគណិតអីផ្សេងដើម្បីមានភាពតាក់ទាញបន្ថែមទៀតបាទជាបន្តទៀតតកតងនឹងការប្រើប្រាស់បាទអញ្ចឹងយើងនិយាយពី setting បាទអញ្ចឹងទី1ចុចលើសញ្ញា setting រូបកងធ្មេញនៅជ្រុងខាងស្ដាំ title and description ដាក់ចំណងជើងនិងការពិពណ៌នាអំពីមេរៀនឬប្រធានបទរបស់អ្នក wallpaper ជ្រើសរើសផ្ទៃខាងក្រោយដែលសមស្រប hosting កំណត់ថាតើអ្នកចង់ឲ្យអ្នកចូលរួមអាចដាក់ឈ្មោះ auto timestamp ឬមានប្រតិកម្ម reaction ដូចជាការចុច like ឬផ្កាយដែរឬទេបាទ hosting ហ្នឹងយើងអាចកំណត់បានបែបហ្នឹងទៀតបាទជាបន្តទៀតដល់ចំណុចដែលយើងអាចចែករំលែក Padlet របស់យើងទៅក្នុងក្រុមផ្សេងដើម្បីឲ្យកូនសិស្សឬក៏អ្នកផ្សេងទៀតអាចបង្ហោះបានអញ្ចឹងយើងកលេចមកមើលជ្រុងខាងលើខាងស្ដាំដៃយើងមានឃើញពាក្យថា share អញ្ចឹងយើងចុចលើពាក្យ share បាទចុចកូនចុចលើពាក្យ share ទៅនឹងឃើញផ្ទាំងមួយបាទលោកកូនឃើញ
load ផ្ទាំងមួយនៅខាងស្ដាំដៃអញ្ចឹងនៅក្នុង slide គឺខ្ញុំកាត់យកមកដាក់ខាងឆ្វេងព្រោះគ្រូឃើញផ្ទាំងនឹងមួយបាទវា load មកគេដាក់ថា share this board អញ្ចឹងកន្លែងផ្ទាំងនោះវាមានមុខងារច្រើនបាទអញ្ចឹងមុខងារទី1 copy link មានន័យថាចម្លងតំណភ្ជាប់ដើម្បីយកទៅផ្ញើឲ្យអ្នកដទៃចូលមើលឬចូលរួមបាទមានថាយើង copy link ឲ្យគាត់ចូលតាម link របស់យើងមួយទៀតតាមរយៈ QR code QR code នេះគឺយើងបង្កើតឡើងដើម្បីអ្នកដទៃ scan ចូលនៅក្តារបតរបស់យើងបានយ៉ាងឆាប់រហ័សបាទអញ្ចឹងដើម្បីអ្នកផ្សេងទៀតអាច scan បានដោយជាង scan Telegram ដូចគ្នាមួយទៀតវាថា breakout room មុខងារសម្រាប់បំបែកអ្នកចូលរួមទៅជាក្រុមតូចៗដើម្បីពិភាក្សាឬធ្វើការដាច់ដោយឡែកពីគ្នាមួយទៀតគឺ embed ផ្ដល់នៅកូដសម្រាប់យកទៅដាក់ embed ក្នុងគេហទំព័រឬប្រព័ន្ធគ្រប់គ្រងសិក្សា LMS អញ្ចឹងកន្លែងនេះគឺវាមានភាពសម្ងាត់មានថាយើងអត់ចង់ឲ្យគេចេះទៅចូលរបស់យើងបានយើងអាចមុខងារមួយនេះទៀត export PDF អញ្ចឹងកន្លែងនេះគឺអនុញ្ញាតឲ្យអ្នកនាំចេញក្តារនេះជាឯកសារ PDF បាទអញ្ចឹងអានេះយើងអាចដាក់វាជា PDF បាទជាបន្តទៀតអញ្ចឹងបន្តទៀតលោកគ្រូនៅគ្រូឃើញមុខងារបន្តទៀតគេដាក់ permission មានថាគេបើកសិទ្ធអញ្ចឹងកន្លែងនេះគេដាក់ visitor with a link អញ្ចឹងកន្លែងនេះលោកគ្រូនៅគ្រូអាចមានមុខងាររើសជាច្រើននៅគ្រូចុចកន្លែងwriter អញ្ចឹងកន្លែងហ្នឹងចុច writer មកលោកគ្រូឃើញដូចប៊ូតុងរូបភាពខាងស្ដាំដៃឃើញ no access reader commenter writer moderator អញ្ចឹងមុខងារនីមួយៗដែលខ្ញុំបានបង្ហាញនៅក្នុង slide ទី1 no access កម្រិតនេះកំណត់មិនឲ្យអ្នកដទៃចូលប្រើប្រាស់ក្តារនេះបានឡើយដោយមានតែអ្នកសហការ collaborator ប៉ុណ្ណោះដែលអាចចូលបានចំណុច reader អ្នកចូលមើលអាចចូលប្រើក្តារនេះនិងអានបានតែខ្លឹមសារឬការបង្ហោះនានាបានតែប៉ុណ្ណោះបាទអញ្ចឹងកន្លែង reader ហ្នឹងមានថាយើងដាក់បើសិនយើងយកពាក្យថា reader នៅពេលដែល share ទៅកូនសិស្សឬក៏អ្នកដែលយើងចង់បង្ហោះឲ្យហ្នឹងគឺគាត់គ្រាន់តែអាចមើលបានប៉ុន្តែគាត់អាចចូលទៅផុសឬក៏ទៅ say អីបានទេចំពោះ commenter អ្នកចូលមើលអាចសរសេរមតិយោបល់លើក្តារបង្ហោះនិងបន្ថែមប្រតិកម្ម reaction ផ្សេងបានបាទចំពោះ writer អ្នកចូលមើលមានសិទ្ធិបង្កើតនិងសរសេរការបង្ហោះថ្មីបាន moderator អ្នកចូលមើលមានសិទ្ធិពេញលេញក្នុងការសរសេរកែសម្រួលនិងអនុម័តលើការបង្ហោះនានាបាទអញ្ចឹងកន្លែងនេះគឺលោកគ្រូបើចង់ឲ្យសិស្សបង្ហោះកិច្ចការបានអញ្ចឹងកន្លែងនេះគឺយើងរើសយកពាក្យ writer បាទសូមទៅចំណុចបន្តបាទកន្លែងយើងលេខ2គេដាក់ថា add collaborator អញ្ចឹងជំរើសនៃការចែករំលែក sharing option អញ្ចឹងចំណុចទី2នេះadd collaborator invite មានន័យថាយើងអញ្ជើញអ្នកដទៃដោយផ្ទាល់តាមរយៈ email កន្លែងហ្នឹងគឺយើង add email គាត់អញ្ចឹងអ្នកដែលយើងបញ្ចូល email នៅក្នុង invite ហ្នឹងបានគាត់អាចចូល Padlet របស់យើងបានបើសិនជាយើងអត់បញ្ចូល email របស់គាត់ទេគាត់អាចចូលបានទេអញ្ចឹងមុខងារកន្លែងហ្នឹងគឺវាស្តៀងទៅនឹង Drive ដូចគ្នាអញ្ចឹង Drive ដែលលោកគ្រូប្រើក៏វាមានមុខងារស្តៀងនឹងដែរប៉ុន្តែគ្រាន់តែថា Drive វាមានភាពអាចក្បាំងជាង Padlet និង Padlet ហ្នឹងវាមានភាពងាយស្រួលជាងក្នុងការប្រើប្រាស់ក្នុងថ្នាក់រៀនបាទឬឈ្មោះអ្នកប្រើប្រាស់ដើម្បីឲ្យពួកគេក្លាយជាអ្នកសហការសូមទៅបន្តទៀតបាទអញ្ចឹងចំណុចលេខ3លោកគ្រូឃើញមានថា require a password require a visitor to log in publish to profile and web អញ្ចឹងកន្លែងនេះគឺមានមុខងារដូចខាងស្ដាំដៃនេះបាទអញ្ចឹងបើ require password កន្លែងនេះគឺយើងកំណត់ពាក្យសម្ងាត់សម្រាប់
ការពារក្តារ Padlet របស់យើងមិនឲ្យអ្នកដទៃចូលមើលបានដោយគ្មានការអនុញ្ញាតអញ្ចឹងកន្លែងហ្នឹងយើងត្រូវការដាក់ password ចូលអញ្ចឹងតើអ្នកដទៃមាន password ហ្នឹងទើបអាចគាត់បើកក្តាររបស់យើងបានបាទចំណុចមួយទៀតពាក្យថា require a visitor to login តម្រូវឲ្យអ្នកចូលមើលត្រូវតែចុះឈ្មោះចូលប្រើប្រាស់បាទ login ជាមុនសិនទើបអាចចូលក្តារនេះបានចំណុចទី3 publish to profile and web web នេះមកពាក្យកាត់ថា website បើកឲ្យក្តារនេះអាចស្វែងរកឃើញជាសាធារណៈនៅលើបណ្ដាញអ៊ីនធឺណិតឬទម្រង់ផ្ទាល់ខ្លួនរបស់អ្នកអញ្ចឹងបើសិនយើងជាប់មុខងារនេះយើងចំណុចនេះយើងចុចបើកឲ្យវាចេញពណ៌ខៀវមកមានថានៅពេលដែលគេវាយឈ្មោះ Padlet របស់យើងនៅអ៊ីនធឺណិតអញ្ចឹងវានឹងអាច load Padlet យើងជាសាធារណៈដោយគេមិនបាច់ប្រើតាម link នេះយើងតម្លាក់ឲ្យទេបាទអញ្ចឹងចំពោះការចែករំលែកយើងមាន option សំខាន់ប៉ុណ្ណឹងបាទឥឡូវយើងចូលទៅមើលចំណុចដែលយើងត្រូវចងចាំមុននឹងចែករំលែកបាទអញ្ចឹងមុននឹងចែករំលែកសូមលោកគ្រូពិនិត្យមើលទៅលើពាក្យថា visitor with a link អញ្ចឹងកន្លែងនោះយើងត្រូវទៅបើកវាជា writer ទៅអ្នកទទួលនឹងគាត់អាចបញ្ចូលឬគាត់ទៅសេខ្លឹមសាររបស់ខ្លឹមសារគាត់ចូលនៅក្នុង Padlet របស់យើងបានតទៅទៀតលោកគ្រូនឹងពិនិត្យមើលទៅលើ add a collaborator invite នេះបាទអញ្ចឹងកន្លែងនេះគឺជាចំណុចសំខាន់ដែលយើងចង់ឲ្យអ្នកផ្សេងទៀតបាទចូល Padlet របស់យើងដោយរបៀបណាបាទជាបន្តទៀតតើតើការបង្ហោះកិច្ចការអញ្ចឹងការបង្ហោះកិច្ចការពេលដែលគ្រូបើក Padlet មកដែលគេតម្លាក់លេងមកឲ្យយើងគ្រូឃើញហើយកន្លែងនេះកន្លែង section 1នេះបើសិនយើងមិនទាន់បានដាក់ឈ្មោះវាអញ្ចឹងកន្លែងនេះគេអាចបើសិនជាគ្រូដាក់ឲ្យយើងគេអាចដាក់ថាក្រុមទី1ហើយចុចបូកមកក្រុមទី2ក្រុមទី3អញ្ចឹងយើងនៅក្រុមណាយើងត្រូវ add ផុសនៅក្នុងក្រុមរបស់យើងបាទអញ្ចឹងចំណុចមួយទៀតលោកគ្រូដើម្បីផ្ទុកឯកសារនៅក្នុង Padlet របស់យើងបានជាទូទៅយើងចុចទៅលើផុសខាងក្រោមនេះដែលលោកគ្រូឃើញលេខ1នេះបាទចុចលើផុសហើយវានឹងលោតផ្ទាំងនេះមកបាទអញ្ចឹងផ្ទាំងនេះវាអាចយើងអាចភ្ជាប់ឯកសាររបស់យើងជា document ជារូបថតជា link ជាអីផ្សេងជាដើមបាទហើយកន្លែង subject នេះលោកគ្រូអាចដាក់ឈ្មោះឈ្មោះឯកសារឬក៏ឈ្មោះរបស់យើងអ្នកបង្ហោះកិច្ចការចូលបានបាទបន្តមកទៀតលោកគ្រូពេលដែលបង្ហោះហើយវានឹងលោតផ្ទាំងដូចខ្ញុំបានបង្ហាញនេះបាទអញ្ចឹងនេះគឺជាកិច្ចការសិស្សដែលគាត់បានដាក់ចូលអញ្ចឹងខ្ញុំបានឲ្យគាត់បង្កើតឲ្យគាត់បង្ហោះកិច្ចការរបស់គាត់នៅក្នុង Padlet របស់ខ្ញុំទី1តើតើនឹងការកិច្ចការប្រកួតល្បឿនតំណានទី6ប្រកួតទី5អីចឹងទៅបាទអញ្ចឹងលោកគ្រូឃើញផ្ទាំងនេះមួយនេះមានព្រួញជុំវិញនេះបាទអញ្ចឹងមុខងាររបស់ប៊ូតុងនេះគឺមានឈ្មោះថា remark ឬក៏លោកគ្រូចុចកន្លែង tray 3នេះក៏បានដែរក៏ឃើញពាក្យនឹងដែរអញ្ចឹង remark នេះគឺមានតួនាទីសម្រាប់បង្កើតច្បាប់ចម្លងនៃ Padlet ដើម្បីកែសម្រួលឬប្រើប្រាស់ជាគំរូថ្មីដែលមិនប៉ះពាល់ដល់ Padlet ដើមអញ្ចឹងពេលដែលយើងចុចអាហ្នឹងមានន័យថាវា load Padlet 2ហើយ Padlet ដែលយើងក៏វា load មកថ្មីពេលដែលយើងកែសម្រួលឬក៏លុបអីចេញវាអត់ប៉ះពាល់ទៅលើ Padlet ដើមទេ Padlet ដើមវានៅដដែលប៉ុន្តែយើងបង្កើតបានដោយ Padlet 2និយាយឲ្យងាយស្ដាប់ទៅគឺមានថាចុចអាហ្នឹងទៅវា load បានផ្ទាំងក្តារហ្នឹងពីរផ្សេងគ្នាដល់យើងកែមួយទៀតទៅវាអត់ប៉ះពាល់នឹង Padlet ដើមទេបាទបន្តទៀតយើងនិយាយពីសារៈសំខាន់នៃ Padlet បាទអញ្ចឹង Padlet យើងមានការសារៈសំខាន់ទី1បាទវាអាចបង្កើតនឹងការសហការគ្នានៅសិស្សនៅក្នុងថ្នាក់ឬក៏ក្រុមការងារយើងផ្សេង
បាទហើយសិស្សអាចសរសេរមតិយោបល់និងឆ្លើយតបទៅនឹងមិត្តភ័ក្តិបានភ្លាមៗបាទវាងាយស្រួលជាងត្រាយបើត្រាយអត់អាចអឺមានមុខងារពិសេសដូច Padlet នោះទេបាទចំណុចទី2តកតងនឹងការគ្រប់គ្រងព័ត៌មានគ្រូអាចប្រមូលផ្ដុំស្នាដៃសិស្សនិងធនធានបង្រៀនទាំងអស់នៅកន្លែងតែមួយបាទចំណុចទី3ការរៀនដោយស្វ័យសិក្សាអញ្ចឹងអនុញ្ញាតឲ្យសិស្សរៀនពីគ្នាទៅវិញទៅមកតាមរយៈការមើលអ្វីដែលមិត្តភ័ក្តិបានបង្ហោះអញ្ចឹងគាត់អាចអឺមើលទៅលើកិច្ចការសិស្សដទៃហើយដឹងថាសិស្សដទៃធ្វើបែបនេះអញ្ចឹងគាត់អាចចែករំលែកគ្នាទៅលើ Padlet បាទបើសិនជាសម្រាប់លោកគ្រូអ្នកគ្រូជាគ្រូបង្រៀនឬគ្រូទេសអីចឹងជាដើមយើងអាចដាក់ឯកសារយើងតាមផ្នែករបស់យើងនៅក្នុង Padlet ហ្នឹងបានអញ្ចឹងងាយស្រួលយើងអឺពេលដែលមានវគ្គសិក្សាសាលាអញ្ចឹងយើងទុកកិច្ចការរបស់យើងនៅក្នុងហ្នឹងហើយងាយបើករកយើងបើយើងដាក់ក្នុង folder ក៏បានដែរបាទសូមតបន្តទៀតបើចំពោះការប្រើប្រាស់ក្នុងថ្នាក់រៀនវិញតកតងនឹងគ្រូគឺគាត់អាចបន្តbrainstorming ហ្នឹងមានព្យុះគំនិតឲ្យសិស្សបានមានគំនិតច្រើនមានគាត់មើលគ្នាទៅគាត់មើលគ្នាទៅវិញទៅមកទៅមានថាគាត់បង្កើតនូវគំនិតប្លែកៗគាត់បានយល់ដឹងពីគ្នាកាន់តែបន្ថែមទៀតបាទដែលឲ្យពួកគេសរសេរគំនិតនៅលើ wall នៅលើអញ្ចាំងក្តាររបស់យើងទៀត executive ប្រើសិស្សដើម្បីឲ្យសិស្សសរសេរបញ្ហាដែលពួកគេមិនយល់នៅចុងម៉ោងបាទទៀតមួយទៀតតកតងក្រុម project តកតងទៅនឹងការសិក្សាជាគម្រោងអញ្ចឹងក្រុមនីមួយៗគាត់សិក្សាជាគម្រោងហើយគាត់បង្ហោះកិច្ចការរបស់គាត់ជាក្រុមនៅលើ Padlet របស់អ្នកគ្រូផ្ទាល់បាទអញ្ចឹងបាទអញ្ចឹងតកតងទៅនឹងមេរៀន Padlet របស់យើងគឺសូមបញ្ចប់តែប៉ុណ្នេះបាទហើយខ្ញុំនឹងធ្វើវីដេអូចូលប្រើប្រាស់បន្ថែមទៀតនៅក្នុងវីដេអូក្រោយសូមអរគុណ